បាទសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញដល់បងប្អូនទាក់ទងទៅនឹងការរកចំណូលតាមរយៈ Well Affiliate បាទអញ្ចឹងការរកចំណូលតាមរយៈ Well Affiliate នេះគឺជារបៀបរកចំណូលមួយតាមនៅលើអនឡាញណាបងប្អូនបាទគឺយើងរកចំណូលអនឡាញនេះគឺវាស្តៀងទៅនឹងប្រភេទយន្តឡាដែរប៉ុន្តែយន្តឡាគឺបងប្អូនមួយចំនួនប្រហែលជាស្គាល់ហើយថាយន្តឡាគឺវាយ៉ាងម៉េចភាគច្រើនគឺអ្នកដែលរត់ទៅលើយន្តឡាគឺបរាជ័យបាទដោយសារតែមានការ ban account ឯផ្សេងប៉ុន្តែដោយឡែកទាក់ទងនឹងការរកចំណូលនៅលើ Well Affiliate នេះគឺវាខុសគ្នាត្រង់ថាយន្តឡាវាអត់មានផលិតផលលក់ទេអញ្ចឹងកាលណាយើងរកលុយបានហើយគឺខាង account manager ឬក៏ខាង merchant គេហ្នឹងអត់មានលុយទូទាត់ឲ្យយើងគឺគេបិទ account របស់យើងហើយបាទប៉ុន្តែចំណែកឯ Well Affiliate នេះគឺខុសគ្នាត្រង់ថាគឺ Well Affiliate គឺគេមានផលិតផលរបស់គេក្នុងការលក់ពិតប្រាកដបាទអញ្ចឹងបងប្អូនអត់មានការព្រួយបារម្ភក្នុងការ ban account អីទេតែអ្វីដែលសំខាន់គឺអាស្រ័យទៅលើបងប្អូនតើបងប្អូនព្យាយាមរកវាបានដែរឬអត់បាទអញ្ចឹងបងប្អូនបែរជាឆ្ងល់ហើយថាការរកចំណូលតាមរយៈ Well Affiliate នេះគឺយើងរកដោយរបៀបណាបាទអញ្ចឹងខ្ញុំសូមបង្ហាញបងប្អូនត្រួសណាបងប្អូនណាបាទអញ្ចឹងបងប្អូនដូចបងប្អូនទាំងអស់គ្នាមើលឃើញនៅលើអេក្រង់អញ្ចឹងបាទនេះគឺជា account របស់ខ្ញុំដែលខ្ញុំទើបតែបង្កើតថ្មីដែរនេះ account ថ្មីចំណែក account ចាស់ខ្ញុំអត់បានបង្ហាញទេបងប្អូនអាចចូលទៅមើលនៅក្នុងវីដេអូរបស់ខ្ញុំមួយទៀតបានបាទខ្ញុំមានបង្ហោះរួចហើយអញ្ចឹងបងប្អូនអាចមើលបានអញ្ចឹងនេះគឺជា account ថ្មីដែលខ្ញុំទើបបង្កើតដែរហើយក៏អត់សូវបានប្រម៉ូទដែរដោយសារតែជាប់រវល់រឿងការងារចម្បងរបស់ខ្ញុំបាទអញ្ចឹងនេះគ្រាន់តែខ្ញុំបង្កើតមកខ្ញុំប្រម៉ូទបន្តិចតួចបាទអញ្ចឹងបងប្អូនអាចមើលទៅលើ account របស់ខ្ញុំបានថាអ្វីដែលខ្ញុំរកហ្នឹងរកពីរបៀបណាខ្លះបាទអញ្ចឹងនៅលើនេះគឺគេមាន function មួយចំនួនដែលឲ្យយើងមើលបាទខាងលើនេះគឺ profile របស់ខ្ញុំសូមបាំងហើយបងប្អូនណាបាទដោយសារតែនេះតកតងនឹង account របស់យើងគឺយើងត្រូវការសុវត្ថិភាពបាទហើយបងប្អូនចូលទៅមើលកន្លែង report បាទនេះគឺ report របស់ខ្ញុំតកតងនឹងការរកចំណូលរបស់ខ្ញុំបាទអញ្ចឹងសម្រាប់ការរកចំណូលរបស់ខ្ញុំនេះគឺរកចំណូលតាមរយៈ commission នេះបាទហើយ commission នេះគឺបានតាមរយៈការ click ហើយនឹងការលក់បាទអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាបាទនេះគឺជាព័ត៌មានរបស់ខ្ញុំដែលខ្ញុំធ្វើការប្រម៉ូទផលិតផលរបស់ក្រុមហ៊ុន Well Affiliate នេះគឺជាទឹកលុយរបស់ខ្ញុំដែលខ្ញុំរកបានបាទតាមរយៈការ click តាមរយៈ pay out ផ្សេងហ្នឹងឬក៏ការ sell ផ្សេងហ្នឹងបាទអញ្ចឹងដូចបងប្អូនអរគ្នាមើលហើយគឺកន្លែងនេះគឺវា pending ដោយសារតែ account manager ឬក៏ merchant របស់យើងហ្នឹងគាត់មិនទាន់approve បាទអញ្ចឹងនៅពេលដែល approve វានឹង load ចេះពណ៌បៃតងចេះឲ្យបងប្អូនមើលឃើញថា approve វាពណ៌បៃតងណាបងប្អូនណាបាទអញ្ចឹងបងប្អូនមើលត្រួសទៅថាអ្វីដែលខ្ញុំរកនេះគឺរកដោយរបៀបណាបាទអញ្ចឹងនៅកន្លែងនេះគឺគេមានដាក់ចំនួន commission បាទដូចនៅកន្លែងទី1នេះអញ្ចឹងគឺខ្ញុំរកបានតាមរយៈការ click បាទការ click នេះគឺជាការ click link យើង copy link profile របស់យើងហ្នឹងឬក៏ link account Well Affiliate របស់យើងហ្នឹងទៅ promote នៅក្នុង YouTube Facebook Instagram Twitter អីផ្សេងហ្នឹងបាទអញ្ចឹងកាលណាមានគេចុចទៅលើ link របស់យើងគឺយើងនឹងទទួលបានលុយ commission នេះបាទអញ្ចឹងតើតើនឹង commission ជាទូទៅតាមប្រភេទ IP គឺគេក្នុងការចុចមួយ click គឺយើងទទួលបាន 0.05 បាទ $0.05 បាទប៉ុន្តែក៏វាមិនមែនប៉ុណ្្នឹងទាំងអស់ដែរគឺអាស្រ័យទៅលើប្រភេទ premium country អញ្ចឹងដូចជាសហរដ្ឋអាមេរិកនេះគឺមួយ click នេះគឺខ្ញុំទទួលបាន$1.55 សេនណោះបាទដូចប៉ាគីស្ថាននេះបាទកាប៉ាគីស្ថាននេះគឺ0.05 បាទគឺខ្ញុំបានប៉ុណ្ណឹងប៉ុន្តែដូចជា Cambodia នេះគឺបានច្រើននេះគឺតាមរយៈការbonus នេះបាទ pay out bonus pay out គឺតាមរយៈdownline របស់ខ្ញុំដែលគាត់រកចំណូលបានច្រើនទៅនៅពេលដែលគាត់ដក
លុយយកមកចាយបាទគាត់វេលុយចូលក្នុង bank account ធនាគាររបស់គាត់គឺខ្ញុំទទួលបាន 3% ពីគាត់បាទអញ្ចឹងបាន 3% នេះគឺ$13អញ្ចឹងបើបងប្អូនគិតទៅ 3% ដែលយើងបាន$13អញ្ចឹងសួរថាគាត់រកបានប្រមាណ$1000បាទអញ្ចឹងបានច្រើនណាស់បងប្អូនបាទហើយកន្លែងនេះគឺសិតតែ click ដូចគ្នាបាទបងប្អូនមើលថាខ្ញុំរកបានពីណាគឺអ្វីដែលខ្ញុំរកបានគឺតាមរយៈការ click បាទនេះគ្រាន់តែ click ទេខ្ញុំអត់តាន់បានsale ទេនេះគឺជា account ថ្មីអញ្ចឹងខ្ញុំអត់តាន់សូវបាន promote អញ្ចឹងចំណូលគឺវាមិនតាន់បានច្រើនប៉ុន្មានទេបាទអូខេអញ្ចឹងបងប្អូនមើលទៅបាទនេះសុទ្ធតែជាអ្វីដែលខ្ញុំរកហើយដូចបងប្អូនមើលកន្លែងនេះដូចជា Cambodia ក៏បាន$4ជាងដែរបាទ$4ជាងដែរហើយ India បាទ$1ជាងបាទហើយសហរដ្ឋអាមេរិក$7ជាងបាទ$78 $7.90 សេនគឺបានច្រើនមែនទេបងប្អូនបាទនេះគ្រាន់តែការ click ទេចំណែកឯការរលុយហ្នឹងវាមាន3ប្រភេទអញ្ចឹងតិចទៀតខ្ញុំនឹងបង្ហាញបងប្អូនណាបាទនេះគឺជាអ្វីដែលខ្ញុំបង្ហាញបងប្អូនអាចមើលបានហើយបងប្អូនសួរថាអ្នកដែល click ហ្នឹង click មកពីណាខ្លះបងប្អូនមើលតាមនេះបានបាទ country code ចឹងបងប្អូនឃើញថាអ្នកដែល click នេះគឺមកពីប្រទេសផ្សេងគ្នាបងប្អូនអាចមើលបានហើយបើបងប្អូនចង់មើលដឹងច្បាស់ថា IP ណាដែលគេចុចបងប្អូនអាចមើលនៅខាងចុងនេះគឺគេមាន IP បញ្ជាក់អញ្ចឹងយើងចុចមើលទៅថា IP ហ្នឹងមកពីណាបាទអញ្ចឹងព័ត៌មានគឺមានច្បាស់លាស់ណាស់អញ្ចឹង IP នេះចេញពីសហរដ្ឋអាមេរិកបាទ United States បាទហើយនៅរដ្ឋនេះ North California ហើយមានលេខកូដតំបន់របស់គេទៀតអញ្ចឹងគឺព័ត៌មាននេះគឺជាក់លាក់ច្បាស់លាស់គឺអ្នក click ហ្នឹងគឺគេ click ចូលលើ link របស់យើងហើយយើងបានលុយពិតប្រាកដមែនបាទអូខេអញ្ចឹងបងប្អូនអរគ្នាប្រហែលជាឆ្ងល់ហើយថា Well Affiliate នេះគឺជាអីគេហើយយើងរកលុយដោយរបៀបម៉េចអញ្ចឹងខ្ញុំសូមបង្ហាញបងប្អូនបាទWell Affiliate ចាំតិចណាបងប្អូនណាបាទអញ្ចឹងសួរថា Well Affiliate នេះគឺជាអ្វីបាទអញ្ចឹង Well Affiliate នេះគឺជា Affiliate Program បាទដែលយើងអាចចាប់ផ្ដើមកសាងប្រាក់ចំណូលតាមអនឡាញនៅគ្រប់ទីកន្លែងជាមួយពិភពលោកបាទអញ្ចឹងបងប្អូនងាយស្រួលមែនទែនឲ្យតែបងប្អូនមានអ៊ីនធឺណិតមាន smartphone មានកុំព្យូទ័រ laptop អីផ្សេងហ្នឹងគឺបងប្អូនអាចធ្វើការpromote system Well Affiliate តាមរយៈ link account affiliate របស់យើងបានអញ្ចឹងតើកាលណាយើង promote ទៅគឺប្រកាសជាមានអ្នក click ចូលមើលហើយអញ្ចឹងនៅពេលដែលគេ click ចូលមើលបាទទី1នេះនៅពេលដែលគេ click ចូលមើលគឺយើងបានលុយបាទអញ្ចឹងក្នុងម្នាក់ 0.05 អញ្ចឹងឧទាហរណ៍ថាក្នុងថ្ងៃហ្នឹងមានអ្នកចុចដល់ទៅ100នាក់បាទបងប្អូនក្នុង group Facebook អីផ្សេងដែលមាន member ច្រើនរាប់លានអីហ្នឹងបងប្អូន post ទៅគឺមាន100នាក់ឬក៏1000នាក់អីផ្សេងហ្នឹងដល់ពេលដែលគេចុចចូលគឺបងប្អូនទទួលបានលុយនេះឧទាហរណ៍ថា100នាក់គឺបងប្អូនបាន$5ហើយមួយទៀតអ្វីដូចខ្ញុំដែលបានបញ្ជាក់បងប្អូនអញ្ចឹងគឺនៅពេលដែលគេចុចគឺមិនប្រកាសថាបាន 0.05 នេះទេគឺអាចបានច្រើនជាងនឹងតាមប្រភេទ Premium Country ដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងបាទយើងអាចបានច្រើនជាងនឹងបាទហ្នឹងគឺយើងអាចរកលុយបានតាមរយៈការ click ការ promote link នេះបាទហើយទី2គឺបានតាមរយៈការ promote link ដូចគ្នាប៉ុន្តែគឺគេ sign up បាទគេចូល link ដែលយើងបង្ហោះ promote ហ្នឹងគឺគេចុចចូលហើយគឺគេ sign up account ប៉ុន្តែមុននឹង sign up ហ្នឹងតើគេទិញនេះសិនបាទទិញអានេះសិនបាទអញ្ចឹងនៅពេលដែលគេចង់ sign up គឺគេទិញsystem Well Affiliate នេះនឹង sign up ចូលជាសមាជិកអញ្ចឹងនៅពេលដែលគេទិញ system តាមរយៈ link របស់យើងគឺយើងនឹងទទួលបាន$30ពីគេបាទជា commission របស់យើងបាទអញ្ចឹងសួរថា system នឹងតម្លៃប្រមាណហើយអ្វីដែលគេលក់នោះគឺលក់អីគេអញ្ចឹងតើតើនឹង Well Affiliate នេះគឺគេលក់សៀវភៅ e-book បាទហើយសៀវភៅ e-book ហ្នឹងគឺគេនិយាយអំពីការរកចំណូលអនឡាញតាមរយៈ Well Affiliate ហ្នឹងឯងហើយក៏ដូចជាបងប្អូនដែលរកចំណូលតាមអនឡាញផ្សេងៗអាចយកចំណេះដឹងតាមរយៈ e-book ហ្នឹងទៅធ្វើប្រកបអាជីវកម្មទៅលើផលិតផលរបស់ខ្លួនគាត់តក៏បានដែរជាពិសេសអ្នកលក់អនឡាញបាទហើយសម្រាប់ទី3នេះនៅពេលដែលមានអ្នកដែលចូលតាម link របស់យើងហើយគឺគេទិញ system
ដើម្បីទទួលបាន system នឹងចូលជាសមាជិករបស់យើងនេះអញ្ចឹងយើងទទួលបាន$30ពីពួកគេបាទហើយដល់ពេលដែលគេទិញហើយគេ sign up account បាទគេ sign up account យើងនឹងទទួលបាន$1ទៀតបាទអញ្ចឹងការ pay នេះគឺយើងទទួលបានពីការ click ចូល sign up និង sign ទិញ account និង sign up account បាទអញ្ចឹងខាង account manager គេនឹងផ្ដល់ឲ្យយើងបាទអូខេហើយសួរថា e-book ហ្នឹងអីគេ e-book ហ្នឹងអញ្ចឹងខ្ញុំសូមបង្ហាញបងប្អូនថានេះគឺ e-book ដែលយើង download ហើយយើងទិញហ្នឹងបាទយើងទិញ system ហើយយើង download e-book ហ្នឹងអញ្ចឹង e-book នេះគឺវាបង្ហាញយើងពីអំពីរបៀបការធ្វើ promote អីផ្សេងទៅលើគេហទំព័រ Facebook Twitter Instagram អីផ្សេងហ្នឹងបាទអញ្ចឹងគឺគេប្រាប់អំពីរបៀបរកចំណូល online នៅបាទរកចំណូលតាម online បាទអូខេអញ្ចឹង e-book នេះវាមាន41ទំព័រហើយបងប្អូនអាចអានបានបាទឬបើសិនជាបងប្អូនដែលមិនសូវចេះភាសាអង់គ្លេសបងប្អូនអាច copy យកទៅ translate ចូលដាក់ចូលនៅក្នុង Google Translate ណាបងប្អូនណាបាទយើងអាចអានយល់គ្រាន់ដែរបាទវាមិនច្បាស់ក៏យើងអាចយល់គ្រាន់ដែរព្រោះអីភាសាអង់គ្លេសវាមានភាសាបច្ចេកទេសខ្លះអញ្ចឹង Google វាអាចបកមិនត្រូវដែរអញ្ចឹងគាត់ថាវាអាចធ្វើយើងយល់បាទនិយាយទៅវាងាយស្រួលបាទឲ្យតែបងប្អូនព្យាយាមបាទអញ្ចឹងនេះគឺ e-book អូខេហើយនេះគឺជាអ្វីដែលខ្ញុំបង្ហាញបងប្អូនអំពីការរកលុយទៅលើ online តាមរយៈsystem Well Affiliate នេះបាទអូខេបងប្អូនអញ្ចឹងយើងត្រឡប់ទៅមើលការទិញ system វិញអំពីរបៀបទិញ system វិញណាបងប្អូនណាបាទបងប្អូននេះគឺជា website របស់ក្រុមហ៊ុន Well Affiliate បាទគឺ Well Affiliate Social Media Marketing Revolution បាទអញ្ចឹងបងប្អូនអាចចូលទៅកាន់ website នេះបានគឺខ្ញុំដាក់ link នៅខាងក្រោមបងប្អូនអាចចូលទៅមើលបាននៅក្នុង description របស់ខ្ញុំបាទអញ្ចឹងបងប្អូនចូលមើលទៅហើយនៅក្នុងនេះគេមាននិយាយរៀបរាប់អំពីផលិតផលឬក៏គោលបំណងរបស់ក្រុមហ៊ុន Well Affiliate នេះថាគេបង្កើតកម្មវិធីនេះមកដើម្បីអ្វីអញ្ចឹងណាបងប្អូនណាបាទបងប្អូនអាចមើលបានហើយសម្រាប់បងប្អូនដែលគាត់មិនសូវចេះភាសាអង់គ្លេសបងប្អូនអាចធ្វើការ translate បានបាទអញ្ចឹងបងប្អូនអាចប្រើប្រភេទ Google Chrome បាទ Google Chrome ណាបងប្អូនអញ្ចឹងយើងអាចធ្វើការ translate វាទៅជាភាសាខ្មែរបានអញ្ចឹងខ្ញុំសូម translate ឲ្យបងប្អូនមើលបាទនេះគឺវា translate ទៅជាភាសាខ្មែរអញ្ចឹងបងប្អូនអាចអានទូទៅបានបាទអញ្ចឹងនៅកន្លែងនេះគឺគេនិយាយអំពីការធ្វើអាជីវកម្មទៅលើ Well Affiliate នេះបាទអញ្ចឹងការធ្វើអាជីវកម្មទៅលើ Well Affiliate នេះគឺវាមានការចំណាយទាបដើម្បីចាប់ផ្ដើមបាទចំណាយទាបហ្នឹងគឺចំណាយ$75ក្នុងការទិញ system និង download សៀវភៅ e-book នេះចូលមកប្រើប្រាស់ដើម្បីរកលុយបន្តបាទទី2យើងមិនចាំបាច់បង្កើតផលិតផលឬសេវាកម្មខ្លួនឯងទេបាទអញ្ចឹងយើងគ្រាន់តែធ្វើការប្រម៉ូទទៅលើបណ្ដាញសង្គម Facebook តាម group តាម page អីផ្សេងហ្នឹងតាម YouTube អីហ្នឹងគឺយើងប្រម៉ូទតាមប្រម៉ូទ link account របស់យើងទៅហើយបើសិនជាមានគេចាប់អារម្មណ៍គេចុចចូលមើលយើងបានលុយហើយបើសិនគេចុចចូលមើលហើយគេទិញទៀតគេយើងបានលុយទៀតបាទពិសេសមែនបងប្អូនបាទទី3មិនចាំបាច់ stock ដឹកជញ្ជូនផលិតផលឡើយបាទអញ្ចឹងយើងមិនពិបាក stock ទុកទំនិញឬក៏ដឹកផលិតផលរបស់យើងទៅឲ្យអតិថិជនទេគឺអ្វីដែលយើងមានគឺយើងមានផលិតផលនៅលើ online មាន e-book មាន system របស់យើងបាទអញ្ចឹងយើងងាយស្រួលមែនទែនទី4យើងអាចធ្វើការបានគ្រប់ពេលគ្រប់ទីកន្លែងឲ្យតែយើងមានអ៊ីនធឺណិតដូចខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងឲ្យតែមានអ៊ីនធឺណិតមាន smartphone មាន laptop អូខេយើងអាចរកលុយបានហើយយើងចំណាយពេលមួយថ្ងៃ1ម៉ោង2ម៉ោងទៅ3ម៉ោងអីចុះឧទាហរណ៍ថាយប់ឡើងយើងតនេយកមានអីធ្វើយើងអាចធ្វើការប្រម៉ូទបានបាទអញ្ចឹងយើងប្រម៉ូទចោលទៅបើសិនជាមានគេចូលមកយើងបានលុយមានគេទិញយើងបានលុយដូចគ្នាវាអត់មានអីខាតទេបាទអូខេទី5សក្តានុពលប្រាក់ចំណូលបាទអកម្មបាទអញ្ចឹងតកតងនឹងការរកចំណូលលើ online តាមរយៈ Well Affiliate នេះគឺយើងអាចកសាងប្រាក់ចំណូលបន្ថែមក្រៅពីប្រាក់ខែយើងធ្វើការប្រចាំថ្ងៃហ្នឹងយើងអាចរកបានមួយខែ
មួយខែ$10,000បើសិនជាបងប្អូនព្យាយាម post promote បាទគឺវាងាយស្រួលណាបងប្អូនងាយស្រួលមែនតើបាទបើបញ្ជាក់ទៅនឹងរឿងងាយស្រួលនេះគឺបើយើងថាស្រួលវាស្រួលហើយពិបាកក៏វាមិនពិបាកគឺវាអាស្រ័យទៅលើការព្យាយាមរបស់យើងបាទអូខេអញ្ចឹងតកតងនឹង website នេះបងប្អូនអាចចូលមើលបានហើយបងប្អូនអាចអានសិនទៅ translate ទៅជាខ្មែរអានសិនទៅថាក្នុង website នេះគេនិយាយអីខ្លះអញ្ចឹងណាបងប្អូនអញ្ចឹងបើសិនជាយើងបងប្អូនចាប់អារម្មណ៍បងប្អូនអាចធ្វើការចូលទៅបាយកន្លែងនេះបាទអញ្ចឹងនេះគឺជារបៀបបាយណាបងប្អូនអញ្ចឹងខ្ញុំសូមបង្ហាញរបៀបបាយបន្តិចបាទអញ្ចឹងដើម្បីទិញសេវាកម្មWell Affiliate នេះគឺយើងត្រូវទិញវាសិនបាទចឹងទិញនេះគឺមិនមែនទិញតែសភៅទេយើងទិញជាចុះឈ្មោះជាចូលជាសមាជិកយើងទិញសភៅហើយយើងចុះឈ្មោះដើម្បីក្លាយជាសមាជិកទៀតអញ្ចឹងបើសិនជាយើងអត់ចូលជាសមាជិកទេគឺយើងមិនអាចរកបានទេតកតងនឹង Well Affiliate នេះអញ្ចឹងបងប្អូនត្រូវចូលកន្លែង Buy Now នេះនៅពេលបើសិនជាបងប្អូនចាប់អារម្មណ៍ចង់ចូលរួមក្នុងការរកលុយតាមរយៈ Well Affiliate អញ្ចឹងយើងចូលកន្លែង Buy Now បាទអញ្ចឹងនៅពេលដែលយើងចូល Buy Now វានឹងចេញផ្ទាំងមួយទៀតបាទឲ្យយើងធ្វើការបំពេញព័ត៌មានរបស់យើងអញ្ចឹងនៅក្នុងកន្លែងនេះគឺយើងត្រូវបំពេញព័ត៌មានរបស់យើងដាក់ព័ត៌មាននេះគឺយើងគេឲ្យយើងបំពេញបាទយើងត្រូវ pay តាមរយៈណារយៈ PayPal ឬក៏ credit card របស់យើងអញ្ចឹងត្រង់កន្លែងចំណុចនេះគឺយើងធ្វើការ pay តាមរយៈcredit card របស់យើងអញ្ចឹងនៅពេលយើង pay តាម credit card គឺយើងត្រូវបំពេញព័ត៌មានកាតអាស័យដ្ឋានរបស់យើងលេខកូដសម្ងាត់កាតរបស់យើងបាទកន្លែងគឺអាស័យដ្ឋានរបស់យើងបាទលេខកូដតំបន់ផ្សេងៗអញ្ចឹងបងប្អូន search បន្តិចទៅតំបន់ដែលបងប្អូនរស់នៅដូចជាសង្កាត់ណាឃុំណាភូមិណាអញ្ចឹងបងប្អូន search តាម Google តិចទៅនឹងឃើញហើយលេខកូដតំបន់ហើយដាក់លេខទូរស័ព្ទរបស់យើងបាទដូចជាក្បាល855នេះគឺជាក្បាលកូដលេខទូរស័ព្ទប្រទេសកម្ពុជាអញ្ចឹងនៅពេលដែលបងប្អូនពេញបងប្អូនមិនបាច់ដាក់លេខ0ទេឧទាហរណ៍ថា012345178អញ្ចឹងបងប្អូនមិនបាច់ដាក់លេខ0នេះទេបងប្អូនលុបលេខ0នេះទៅដាក់ទឹកក្បាលយកទៅបាទហើយយើងបងប្អូនត្រូវដាក់អ៊ីមែលបាទដាក់អ៊ីមែលរបស់បងប្អូនហើយបងប្អូនចុច text មកបងប្អូនចុច pay now ណាបងប្អូនណាបាទជាធម្មតាដល់ពេលយើងចូលគឺវាចេញឲ្យយើងជ្រើសរើសវាមានជ្រើស pay តាមរយៈ PayPal ឬក៏ credit card អញ្ចឹងដល់ពេលដែលបងប្អូនចូលបើសិនជួបកន្លែងហ្នឹងគឺបងប្អូនយក pay ជាមួយនឹង credit card អីចឹងទៅអញ្ចឹងវានឹងចេញផ្ទាំងនេះមកហើយណាបងប្អូនណាបន្តមកទៀតបងប្អូនត្រូវចុច pay now ណាបងប្អូនណាបាទនៅពេលដែលបងប្អូនចុច pay now រួចហើយគឺវានឹងចេញផ្ទាំងបែបនេះមកណាបងប្អូនអញ្ចឹងអានេះខ្ញុំ screenshot ធ្វើជាមេរៀនឲ្យបងប្អូនមើលបាទអញ្ចឹងនៅពេលដែលបងប្អូនចុច pay now រួចរាល់ហើយគឺវានឹងចេញផ្ទាំងនេះមកដើម្បីយើងregister account PayPal ប៉ុន្តែយើងមិនបាច់ register ទេយើងដាក់ចុចទៅលើពាក្យ not now កន្លែងនេះណាបងប្អូនដូចខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងគូ home ពណ៌ក្រហមនេះបាទចុចលើ not now នឹងមកអញ្ចឹងវានឹងចេញកន្លែងមួយទៀតគឺ return to merchant បាទអញ្ចឹងបងប្អូនចុចទៅលើកន្លែងនេះមកបាទ return to merchant ទៀតណាបងប្អូនអញ្ចឹងនៅពេលដែលបងប្អូនចុច return to merchant គឺវានឹងចូលទៅដល់គេហទំព័ររបស់ក្រុមហ៊ុនដដែលប៉ុន្តែវាចេញឲ្យកន្លែងយើង download book បាទ download e-book ដែលបងប្អូនធ្វើការទិញហ្នឹងបាទនេះគឺវាចេញកន្លែងនេះមកផ្ទាំងហ្នឹងមកអញ្ចឹងគឺបងប្អូនអាច download e-book នឹងបានហើយបាទគឺជាផលិតផលរបស់ក្រុមហ៊ុនបាទដែលគេធ្វើការលក់ហ្នឹងបាទអញ្ចឹងបងប្អូនអាច download វាមកចុច download ទៅរួចហើយបងប្អូនបន្ទាប់ពីបងឬមិនសិនជាបងប្អូនមិនតាន់ចង់បាន download ក៏បានដែរបាទទុកវាសិនទៅហើយបងប្អូនត្រូវធ្វើការចូលទៅកន្លែង sign up នេះបាទចូល sign up នេះដើម្បី sign up account របស់យើងចូលជាសមាជិក Well Affiliate បាទដើម្បីធ្វើការរកលុយតាមរយៈ online ជាមួយនឹង Well Affiliate នេះបាទអញ្ចឹងបងប្អូនចុច sign up ចឹងនៅពេលដែលបងប្អូនចុច sign up គឺវានឹង load ចូលទៅកាន់ផ្ទាំង sign up នេះមកហើយគឺវាតម្រូវឲ្យបងប្អូនធ្វើការបំពេញព័ត៌មានបាទបំពេញព័ត៌មានរបស់បងប្អូនអញ្ចឹងបងប្អូនត្រូវដាក់ឈ្មោះបងប្អូនមកនាមតកូល
នាមឈ្មោះដែលគេហៅយើងនោះឈ្មោះអីបាទយើងដាក់បំពេញតាមហ្នឹងមកបាទអញ្ចឹងយើងត្រូវដាក់ Gmail ឬក៏ email Yahoo អីផ្សេងៗដែលបងប្អូនមានហ្នឹងគឺបងប្អូនដាក់ចូលមកបំពេញតាមហ្នឹងអញ្ចឹងនៅកន្លែងនេះគឺគេតម្រូវយើងដាក់ referral affiliate ID បាទអញ្ចឹងនៅពេលដែលបងប្អូន sign up គឺគេឲ្យយើងដាក់ referral ID នេះតើយើងចូលតាមរយៈអ្នកណាគេអញ្ចឹងនេះគឺជា referral ID របស់ខ្ញុំបើសិនជាបងប្អូនមានអ្នកស្គាល់គ្នាអីដែលគេមាន referral ID បងប្អូនអាចយក referral ID របស់គេមកដាក់ក៏បានដែរប៉ុន្តែបើសិនជាបងប្អូនអត់មានទេបងប្អូនអាចយក referral ID របស់ខ្ញុំដាក់ចូលក៏បានដែរអញ្ចឹងនៅពេលដែលបងប្អូនដាក់គឺបងប្អូននឹងទទួលបានលុយចំនួន$2លោតចូលទៅក្នុង account របស់បងប្អូននៅពេលដែលបងប្អូន sign up ទទួលបានជោគជ័យណាបងប្អូនណាបាទអូខេបងប្អូនអញ្ចឹងនៅពេលដែលបងប្អូនធ្វើការបំពេញខាងលើរួចហើយគឺចូលដល់ដំណាក់កាលទី2គឺ additional information បាទអញ្ចឹងត្រង់កន្លែងចំណុចនេះគឺបងប្អូនអាចធ្វើការបំពេញអាស័យដ្ឋានរបស់យើងដោយទៅអ្វីដែលបងប្អូនធ្វើការបំពេញនៅកន្លែងត្រង់បំពេញតទៅនឹងព័ត៌មានការរបស់បងប្អូនណាបងប្អូនណាបាទអញ្ចឹងយើងមានផ្លូវមានក្រុងបាទអញ្ចឹងបងប្អូនអាចបំពេញតាមនឹងទៅបាទ street អញ្ចឹងកន្លែង street នេះយើងដាក់បើសិនជាបងប្អូនរស់នៅក្នុងភូមិបងប្អូនដាក់ភូមិអីចឹងទៅដាក់បាទភូមិចកអីចឹងទៅបាទផ្ទះលេខប៉ុន្មានបាទអញ្ចឹងដាក់ផ្ទះថាផ្ទះ172អញ្ចឹងទៅបើសិនជាបងប្អូនរស់នៅក្នុងភូមិណាបងប្អូនអញ្ចឹងសម្រាប់អ្នកឌីធានីគឺមានលេខផ្លូវ271អញ្ចឹងទៅបាទ271ក្រុងភ្នំពេញបាទភ្នំពេញកម្ពុជាហើយលេខកូដតំបន់លេខទូរស័ព្ទរបស់យើងហើយនឹងលេខអ៊ីមែលបាទអញ្ចឹងតើតើនឹង email របស់បងប្អូនកន្លែងនេះគឺយើងត្រូវដាក់បំពេញដូចគ្នាតើតើនឹង user របស់យើងនេះដាក់ដូចគ្នាមក notification email បាទយើងដាក់កន្លែងនេះមកណាបងប្អូនបាទអញ្ចឹងអ្វីដែលយើងបំពេញគឺយើងបំពេញតាមនឹងតាមអ្វីដែលគេតម្រូវឲ្យយើងបំពេញនឹងបាទកន្លែងយើងត្រូវបំពេញទី3បាទគឺតើតើនឹង pay out method បាទអញ្ចឹងកន្លែងនេះគឺតើតើនឹងការដកលុយចាយអីផ្សេងវេលុយអីផ្សេងចូលទៅក្នុង account ធនាគាររបស់បងប្អូនហ្នឹងបងប្អូនអាចជ្រើសរើសបានណាបងប្អូនណាបាទអញ្ចឹងគេមាន2ជម្រើសគេមាន pay យើងអាចដកលុយតាមរយៈ PayPal ក៏បានឬក៏តាមរយៈ bank account ក៏បានអញ្ចឹងបើសិនជាបងប្អូនមាន PayPal account បងប្អូនអាចបំពេញ account PayPal របស់បងប្អូនទៅហើយបងប្អូនចុច take កន្លែងនេះហើយ sign up ហើយបើសិនជាបងប្អូនមាន bank ធនាគារបាទចុចកន្លែងនេះមកគឺវានឹងលោតចេញមកហើយនៅកម្ពុជាយើងអញ្ចឹងបងប្អូនដាក់ឈ្មោះរបស់បងប្អូនមកដែលបងប្អូន register ជាមួយ bank ឬក៏ឈ្មោះបងប្អូននៅលើកាតហ្នឹងឈ្មោះអីបំពេញមកឧទាហរណ៍ចែក free អញ្ចឹងទៅបាទហើយលេខ account 00123445អញ្ចឹងទៅណាបងប្អូនខ្ញុំឧទាហរណ៍ទេអញ្ចឹងបងប្អូនអាចធ្វើការបំពេញតាមនឹងរួចហើយបងប្អូនអាច take ហើយ sign up ដូចគ្នានេះគឺជា method ដែលយើង pay តាម bank ហើយនិង PayPal បាទអញ្ចឹងតើតើនឹងកន្លែងហ្នឹងនៅពេលដែលបងប្អូន take ហើយ sign up បងប្អូនត្រូវរងចាំ1នាទី2នាទីអីប៉ុណ្្នឹងឯងហើយបងប្អូនអាចចូលទៅមើលក្នុង email បងប្អូនដែលបងប្អូនដាក់នេះបាទកន្លែង notification email ខាងនេះបាទ email ដូចគ្នាហ្នឹងអញ្ចឹងបងប្អូនត្រូវចូលទៅក្នុង email របស់បងប្អូនដើម្បីឆែកមើលថាក្រុមហ៊ុនមានផ្ញើ link អីផ្សេង confirm អីបងប្អូនហើយឬនៅបាទអញ្ចឹងនៅពេលដែលបងប្អូនដាក់ email គឺក្រុមហ៊ុននឹងផ្ញើ link បញ្ជាក់ថាបងប្អូន register account well affiliate នេះហើយបងប្អូនត្រូវ confirm email នៅក្នុង email របស់បងប្អូនបាទអញ្ចឹងភាគច្រើននៅពេលដែលយើង register mail ហ្នឹងគឺវា load ទៅក្នុងspam folder បាទ spam ពេលច្រើនយើងមើលនៅក្នុង inbox ទៅយើងពេលខ្លះឃើញពេលខ្លះអត់ឃើញគឺដោយប្រភេទ mail បងប្អូនបាទតាម Gmail របស់គាត់ទៅបង្កើតថ្មីក៏បង្កើតយូរហើយ security ឬអត់អីចឹងណាបងប្អូនអញ្ចឹងបើសិនជាបងប្អូនឆែកនៅខាងក្នុង primary នេះអត់ឃើញបងប្អូនត្រូវចូលទៅក្នុងកន្លែង more នេះមកទៅទៀតបងប្អូនឆែកទៅក្នុង folder spam នេះបាទ
អញ្ចឹងសម្រាប់អ្នកដែលរកមិនឃើញគឺគាត់ត្រូវចូលកន្លែងហ្នឹងមកហើយឆែកមើល email របស់គាត់ណាបងប្អូនណាបាទឆែកមើលហើយចុចចូលទៅ confirm ធ្វើតាមគេទៅបងប្អូននឹងទទួលបាន account Well Affiliate នេះហើយបាទអូខេបងប្អូនអញ្ចឹងយើងទៅមើល account Well Affiliate វិញបាទអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចធ្វើការ sign up នេះទៅ sign up account Well Affiliate ទៅហើយយើងអាចរកលុយតាម Well Affiliate នេះបានហើយអូខ្ញុំភ្លេចបញ្ជាក់បងប្អូនថាយើងត្រូវប្រម៉ូទនឹងប្រម៉ូទតាមណាបាទអញ្ចឹងនេះគឺជា link account របស់យើងបាទ link របស់យើងដែលយើងត្រូវធ្វើការប្រម៉ូទអញ្ចឹងបងប្អូនត្រូវ copy link ហ្នឹងទៅ post ប្រម៉ូទនៅក្នុង Facebook តាម Facebook group YouTube Twitter Instagram Line ផ្សេងៗហ្នឹងគឺបងប្អូន copy link ហ្នឹងទៅប្រម៉ូទណាបងប្អូនណាអញ្ចឹងនៅពេលដែលគេចុចចូលបងប្អូននឹងទទួលបានលុយតាមរយៈការ click តាមរយៈការ sell បាទអញ្ចឹងខ្ញុំបើកឲ្យបងប្អូនមើលតិចតើខ្ញុំរកលុយបាន sell មកពីណាបាទនេះឃើញទេបងប្អូនអញ្ចឹងយើងទទួលបាន$30តាមរយៈការ sell បាទអញ្ចឹងយើង sell នឹងអ្នកណាទិញអញ្ចឹងអ្នកដែលទិញនេះគឺមកពីសហរដ្ឋអាមេរិកគេទិញយើងមាន link IP មានរូបទង់ជាតិប្រទេសហ្នឹងបញ្ជាក់ថាអ្នកពីសហរដ្ឋអាមេរិកគេទិញតាមរយៈ link របស់យើងអញ្ចឹងកន្លែងនេះគេមានបញ្ជាក់ថា sell បាទអញ្ចឹងយើងទទួលបានលុយតាមរយៈ sell commission sell ហ្នឹងយើងបាន$30ណាបងប្អូនណាបាទអញ្ចឹងមួយទៀតតកតងនឹងការប្រម៉ូទរបស់យើងហ្នឹងបាទការប្រម៉ូទរបស់យើងហ្នឹងតើយើងប្រម៉ូទដោយរបៀបណាអញ្ចឹងយើងចូលទៅកន្លែង promotion បាទចូលកន្លែង promotion យើងមានជម្រើសច្រើនយើងចូលទៅក្នុង banner និង link បាទអញ្ចឹងនៅពេលដែលយើងចូលទៅក្នុងកន្លែងហ្នឹងគឺវាបង្ហាញហើយគេមានឈ្មោះ banner មាន link for line link for website link for YouTube link for Facebook បាទ tag link បាទ promote email banner ផ្សេងៗហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលធ្វើការ promote ទៅលើ line តាមកម្មវិធី line បងប្អូនអាច copy link នេះក៏បានឬមួយក៏បងប្អូន save បាទ save QR code នេះកាត់តអីផ្សេងរូបអីផ្សេងទៅហើយដាក់ QR code អញ្ចឹងនៅពេលដែលមានអ្នក scan QR code បងប្អូនក៏បានលុយតាមរយៈការ scan នឹងដែរណាបងប្អូនណាបើសិនជាបងប្អូនអត់ចង់ copy QR code ថតជា QR code កាត់តអីផ្សេងទេបងប្អូនអាច copy link យកទៅ post promote ក៏បាន post ជា QR code promote ក៏បានអញ្ចឹងវាមានពីរជម្រើស post តាមរយៈ link ហើយនិង QR code បាទអញ្ចឹង link គឺវាមានផ្សេងគ្នាមាន link សម្រាប់ website link សម្រាប់ YouTube Facebook គឺផ្សេងគ្នាហើយ QR code ក៏វាផ្សេងគ្នាដែរណាបងប្អូនណាបាទអញ្ចឹងបងប្អូនអាចធ្វើការ promote បានច្រើនជម្រើសអញ្ចឹងបើសិនជាបងប្អូនធ្វើការ promote ទៅលើ Facebook បងប្អូនយក link នេះក៏បានឬក៏ QR code នេះក៏បានកាត់តជារូបភាពអីផ្សេងឧទាហរណ៍ថាបងប្អូន post អំពីដំណើរកម្សាន្តផ្សេងទៅយើង post ធម្មតានៅក្នុង profile របស់យើងទេប៉ុន្តែយើងនៅខាងក្រោមយើងដាក់ link នេះចូលមួយទៅបាទអញ្ចឹងអ្នកដែលមើលគេចាប់អារម្មណ៍គេចុចចូលមើលក្នុង link ហ្នឹងហើយអញ្ចឹងគ្រាន់តែគេចុចចូលមើលហ្នឹងគឺយើងទទួលបានលុយហើយបាទអញ្ចឹងវាងាយស្រួលមែនតើណាបងប្អូនណាបាទសម្រាប់កន្លែងនេះគឺជាព័ត៌មានដែលខ្ញុំរកគឺ account ថ្មីរបស់ខ្ញុំទុកចោលដែរអត់សូវបាន promote ទេគឺរយៈពេលវាថាចូលកន្លះខែបាទកន្លះខែហើយម្ដងថ្ងៃហ្នឹងគឺខ្ញុំរកបាន$74ហើយនៅ$26ទៀត$26ទៀតគឺវានៅ pending នៅឡើយដោយសារតែ account manager ឬក៏ merchant ហ្នឹងគឺគេអត់ទាន់ approve ទេបាទអញ្ចឹងនៅពេលដែលគេ approve គឺវានឹង load ឡើងនៅខាងលើនេះវាបុកសរុបឲ្យយើងហើយសួរថាការ pay out ហ្នឹងយើងដកលុយចាយហ្នឹងយើងដកមិនអញ្ចឹងយើងចូលទៅកន្លែងreport pay out to me បាទអញ្ចឹងកន្លែងនេះគឺយើងអាចដកបានក្នុងដកបានគឺត្រូវតែមានលុយចាប់ពី$100ឡើងបាទអញ្ចឹង pay out គឺយើងត្រូវតែមាន$100ឡើងយើងអាចដកបានហើយបាទអញ្ចឹងនៅពេលដែលយើងមានលុយ$100គឺយើងចុចrequest pay out បាទអញ្ចឹងវានឹងចេញផ្ទាំងមួយទៀតគឺ request បាទនៅពេលដែលយើងគ្រប់$100ដូចខ្ញុំបញ្ជាក់បងប្អូនអញ្ចឹង
ចឹងលុយឲ្យយើងខំប្រម៉ូទអីផ្សេងហ្នឹងវាអត់តាន់ approve គឺវានៅខាងក្រោមនេះបាទវានៅខាងក្រោមនេះចឹងតើកាលណា account manager ឬក៏ merchant របស់យើងគេធ្វើការ approve ហើយចឹងលុយហ្នឹងវានឹង load ឡើងមកខាងលើនេះបាទចឹងបងប្អូនវាមានពីរចំណុចណាបងប្អូនបាទចឹងទី1តើមានការ approve សិនទៅលុយនេះរត់មកខាងលើបាទចឹងហើយលុយដែលយើងអាចដកបានគឺត្រូវតែមានចាប់ពី$100ឡើងបាទចឹងលុយរបស់ខ្ញុំនៅពេលដែល approve នេះគឺវាអាចដកបានហើយបាទវាចូលឥឡូវ77បាទចិត្តបានហើយបាទវានៅវាបានហើយបាទអញ្ចឹងដល់ពេលដែលគ្រប់$100គឺវានឹង load មកកន្លែងនេះគឺ request payment បាទអញ្ចឹងនៅពេលយើង request payment វា load ចេញមកយើងចុច request payment ទៅរងចាំការ approve ពី account manager ដងទៀតដើម្បីវេលុយចូល account របស់យើងហើយសួរថាគេវេហ្នឹងវេតាមណាអញ្ចឹងដោយតែបងប្អូន register អញ្ចឹងគឺគេមានកន្លែងខ្ញុំរកកន្លែងនោះតិចសិនបាទកន្លែងនេះ payment method នេះអញ្ចឹងសួរថាយើងដកលុយតាមណាអញ្ចឹងគឺយើងអាចដកលុយតាមរយៈព័ត៌មានដែលយើងបំពេញហ្នឹងយើងដកលុយតាម PayPal ក៏បានតាមរយៈ bank account របស់យើង submit ចុះក៏បានដែរអញ្ចឹងបងប្អូនអាចចូលទៅមើលកន្លែងនេះ payment detail បាទ payment detail បាទអញ្ចឹងកន្លែងនេះគឺមានពីរជម្រើសដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺមាន PayPal និង bank account អញ្ចឹងបើសិនជាបងប្អូនមាន account PayPal បងប្អូនដាក់ PayPal មកបើសិនជាបងប្អូនមាន bank account គឺបងប្អូនដាក់ bank account មកអញ្ចឹងសម្រាប់ខ្ញុំប្រើទាំងពីរមាន PayPal ផងមាន bank account ផងហើយខ្ញុំប្រើ ABA account ABA ណាបងប្អូនណាបាទអញ្ចឹងបងប្អូនដាក់ចូលទៅស្រឡាញ់មួយណាដាក់យកមួយនឹងហើយអ្នកបាទកន្លែងនេះគេមានបញ្ជាក់ minimum បាទអញ្ចឹង minimum ហ្នឹងគឺយើងដកម្ដងយ៉ាងតិចត្រូវ$100បាទទៅយើងអាចដកម្ដងហើយដកច្រើនបំផុតម្ដងហ្នឹងគឺត្រូវតែមាន$500បាទត្រូវមាន$500បាទនឹងច្រើនបំផុតនឹងក្នុងម្ដងអញ្ចឹងបើសិនជាបងប្អូនមាន1000 2000បងប្អូនអាចយក500ទៅ request pay out 2ដង3ដងទៅគឺលុយយើងដកបានហើយគាត់ថាប្រតិបត្តិការម្ដងច្រើនបំផុត500តិចបំផុត100បាទអញ្ចឹងតកតងនឹង Well Affiliate នេះគឺវាមានតែប៉ុណ្្នឹងឯងគឺអ្វីដែលសំខាន់គឺយើងធ្វើការ promote ណាបងប្អូនណាយើង promote បាទ promote បាទអញ្ចឹងសម្រាប់វីដេអូ full នេះខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងទេហើយបងប្អូនចាប់អារម្មណ៍បងប្អូនអាចចូលមើលទៅហើយអនុវត្តតាមអ្វីដែលខ្ញុំប្រាប់ទៅបាទអញ្ចឹងអ្វីសំខាន់គឺយើងរកលុយអនឡាញនេះគឺដូចខ្ញុំបញ្ជាក់អញ្ចឹងថាវាស្រួលក៏ស្រួលវាពិបាកក៏ពិបាកបាទគឺវាអាស្រ័យទៅលើការព្យាយាមរបស់បងប្អូនទេបើសិនជាបងប្អូនព្យាយាមឧស្សាហ៍ផុសចំណាយពេលមួយថ្ងៃ1ម៉ោង2ម៉ោងអីចឹងទៅតនេពេលយប់ផុសចោលទៅយើងបានលុយបាទគេងលក់បានលុយបាទគេងក៏បានលុយដែរបាទអញ្ចឹងគឺវាមានភាពងាយស្រួលមួយយ៉ាងដែរបាទអញ្ចឹងខ្ញុំសូមបង្ហាញបងប្អូនតែប៉ុណ្្នឹងទេហើយក៏សូមអរគុណដែរសម្រាប់ការទស្សនាវីដេអូមួយនេះហើយសូមបងប្អូនជួយ like ជួយ subscribe ហើយជួយចែករំលែកដល់អ្នកផ្សេងទៀតផងបើសិនជាគេចាប់អារម្មណ៍ឲ្យគេចូលមកដើម្បីកសាងប្រាក់ចំណូលបន្ថែមដល់អ្នកគ្នាបាទខ្ញុំមានតែប៉ុណ្្នឹងក្នុងការចែករំលែកសង្ឃឹមថាជោគជ័យដល់អ្នកគ្នាបងប្អូនបាទសូមអរគុណសូមជម្រាបលា